YouTube មើលឃ្លានងៀតគោបងប្អូនថ្ងៃនេះធាតុអាកាសល្អក៏បានទៅផ្សារទិញសាច់គោប៉ុណ្ណឹង1គីឡូនេះ1គីឡូមកប្រឡាក់ងៀតដើម្បីយកមកហាថ្ងៃឃ្លានសាច់គោងៀតហើយឃ្លានឡើយថ្ងៃនេះថ្ងៃល្អយកមកហាថ្ងៃម្ដងហានៅលើដំបូលផ្ទះលើខាងលើនេះជាន់ទី14នេះជាន់ទី14ថ្ងៃហ្នឹងធាតុអាកាសល្អមែនតើហ្នឹងបានទៅទិញសាច់គោព្រឹកមិញជិះម៉ូតូទៅផ្សារផ្ទះចាស់ទៅទិញដើម្បីយកមកធ្វើងៀតគោមកប្រឡាក់ហាថ្ងៃ1គីឡូបានប៉ុណ្ណឹងនេះ1គីឡូងៀត1គីឡូងៀត1គីឡូសាច់គោបានងៀតប៉ុណ្ណឹងប្រឡាក់ភេកខ្យងប្រឡាក់រឌីខ្ទឹមហើយដាក់ឲ្យខ្ញីបន្តិចទៅក្លិនក្អប់ឃ្លានមានធ្វើខ្លួនឯងទិញគេខ្លាចវាត្រូវមាត់យើងណាជួនកាលគេធ្វើលក់គេត្រូវមាត់គេយកត្រូវមាត់ចឹងណាឥឡូវមកជាន់ទី14ហាងងៀតគោនេះក្តៅ